ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាខ្ញុំបានមេមន់មួយនេះគឺស្រស់យកធ្វើម្ហូបបងប្អូនចង់ដឹងថាខ្ញុំធ្វើម្ហូបអីតាមដានមើលទាំងអស់គ្នាបងប្អូនហើយមេមន់នេះនិយាយថាខ្លាញ់ណាស់បងប្អូនមេក្រាបពងនិយាយថាអូយខ្លាញ់មែនតើហើយមានពងនៅក្នុងនឹងទៀតបងប្អូនគ្រាន់តែឃើញខ្ញុំចាក់ខ្លាញ់ហើយដាក់គ្រឿងហ្នឹងបងប្អូនដឹងថាខ្ញុំធ្វើអីហើយមែនអត់គឺថ្ងៃនេះគឺខ្ញុំស្ងោរបងប្អូននិយាយថាស្ងោរជ្រក់ស្ងោរងាំងៅឯនេះគឺថាឆ្ងាញ់ជាតិណាស់បងប្អូនហើយបន្ទាប់ពីខ្ញុំលីងគ្រឿងអីចូលគ្នាឲ្យឈ្ងុយបងប្អូនគឺខ្ញុំចាប់តាមដាំទឹកហើយនិយាយថាសាច់មាន់យើងបងប្អូនឃើញអត់ឃើញខ្លាញ់ហើយពងនិយាយថាល្អណាស់បងប្អូនហើយទឹកយើងនឹងក៏អត់ទាន់ពុះដែរបងប្អូនយើងដាក់ដាំចោលទៅគឺយើងមកហាន់ជីអាណានិងជីស៊ុបបងប្អូនគឺខ្ញុំស្ងោរខ្ញុំចូលចិត្តដាក់ជីអាណានិងជីស៊ុបនឹងណាបងប្អូនវាធ្វើឲ្យសឡយើងឈ្ងុយហើយឆ្ងាញ់ហ្មងបងប្អូនគ្រាន់តែដាក់លឹកជីចូលទៅគឺថាជះក្លិនសាហាវបងប្អូនហើយទឹកយើងក៏ពុះដែរបងប្អូននិយាយថាដាំខ្ជុំអញ្ចឹងលឿនទេបងប្អូនតាមមួយផ្លែតហ្នឹងគឺថាពុះហើយបងប្អូនបន្ទាប់ពីពុះហើយគឺខ្ញុំចាប់ផ្ដើមបង់សាច់មាន់នឹងចូលណាបងប្អូនចាំមើលតដាក់ស្ងោររៀងឆ្អិនបន្តិចបងប្អូនណានិយាយថាខ្លាញ់លឿងសង្ហែហ្មងបងប្អូនហើយមាន់យើងស្រែធម្មជាតិពិតបងប្អូនណានិយាយថាឆ្ងាញ់មែនទេហើយយើងដាក់ស្ករប៊ីចេងទឹកត្រីអីចូលណាបងប្អូនសម្រាប់ខ្ញុំគឺវិធីស្ងោរខ្ញុំគឺថាងាយប៉ុន្តែឆ្ងាញ់ហ្មងបងប្អូនហើយនិយាយថាសឡយើងគឺថាដាក់តាមមួយផ្លែតហ្នឹងគឺរៀងពុះហើយបងប្អូនដោយសារខ្ញុំដាំខ្ជុំអញ្ចឹងគឺថាលឿនទេបងប្អូនហើយនិយាយថាពុះហើយខ្យល់បក់មកផ្សែងហ្នឹងនិយាយថាឈ្ងុយហ្មងបងប្អូននិយាយថាទឹកសឡខ្លាញ់មាន់នឹងវិញគឺថាឡើងលឿងហ្មងបងប្អូននិយាយថាជាតិណាស់ហើយបងប្អូនហើយសឡមួយឆ្នាំងនេះគឺបាត់ពងមុនគេបងប្អូននេះអ្នកភ្លក់ពងមាន់បងប្អូននិយាយថាមាត់ញាប់ស្អែកហ្មងហើយនិយាយថាស្លយើងក៏ឆ្អិនដែរបងប្អូនខ្ញុំលើកមកហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមបងស្លឹកជីហើយនឹងច្របាច់ក្រូចឆ្មាចូលណាបងប្អូននិយាយថាមហូបបងប្អូនហើយរបស់ឆ្ងាញ់បានទៅលើកូនទាំងអស់បងប្អូនម៉ែណាក៏ដូចម៉ែណាឪណាក៏ដូចឪណាដែរបងប្អូនគឺរបស់ឆ្ងាញ់ហ្នឹងគឺឲ្យទៅកូនដែរនិយាយថាបងតលឹកជីចូលហើយបងប្អូនច្របាច់ក្រូចឆ្មាហើយនិយាយថាជះក្លិនសាហាវហ្មងនិយាយថាឈ្ងុយបងប្អូនហើយនិយាយថាមកពីធ្វើការហត់ផងហត់អញ្ចេះក្តៅគឺថាមានកម្លាំងណាស់បងប្អូនហើយនិយាយថាសឡមួយមុខនេះគឺថាអូយបងប្អូនជាតិហ្មងនេះគឺខ្ញុំដួសយកទៅឲ្យម៉ែក្មេកខ្ញុំបងប្អូនគឺដួសយកឲ្យគាត់ហ្នឹងក៏ដួសគ្រឿងក្នុងឲ្យសាច់អីចឹងណាបងប្អូនមាន់មួយគឺថាហូបតាមមួយពេលទេបងប្អូនហើយមិនបានច្រើនពេលទេដោយសារថាយើងគ្នាច្រើនណាស់ហើយថ្លើមមកចំហៀងដួសឲ្យគាត់មកចំហៀងទៀតគឺទុកឲ្យកូនទៀតហ្នឹងហើយបងប្អូនមិញនេះគឺថាមាត់ទៅពីឡើងញាប់ស្អែកហ្មងបងប្អូនហើយវីដេអូខ្ញុំគឺអត់មានអីច្រើនទេបងប្អូនហើយមានតែប៉ុណ្្នឹងទេនិយាយថាអូយគ្រាន់តែមើលសឡទៅគឺថាឃ្លានហ្មងហើយបានកូនបងយកសឡទៅឲ្យយាយបងប្អូនខ្ញុំអត់បានទៅទេអរគុណជំរាបលា